បន្លែសរីរាង្គ Organic Vegetables គឺជាបន្លែដែលបានផលិតដោយវិធីធម្មជាតិមិនប្រើជាតិគីមីសំយោគថ្នាំគីមីសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅគីមីឬសារធាតុគីមីបង្កើនការលូតលាស់កសិករប្រើវិធីជីវសាស្ត្រវិធីសាស្ត្រធម្មជាតិដើម្បីរក្សាជីជាតិដីនិងបង្ការសត្វល្អិតបន្លែសរីរាង្គមានលក្ខណៈដូចជាប្រើជីកំប៉ុស្តជីកាកសំណល់សត្វប្រើវិធីធម្មជាតិដើម្បីបង្ការសត្វល្អិតអាចគ្មានសារធាតុគីមីសនៅលើបន្លែជួយការពារប្រព័ន្ធអេកូឡូស៊ីនិងសុខភាពដីតើហេតុអ្វីកសិករគួរដាំបន្លែសរីរាង្គ1មានតម្លៃលើទីផ្សារខ្ពស់ជាងផលិតផលសរីរាង្គតែងមានតម្លៃលក់ល្អអ្នកប្រើប្រាស់ចាប់អារម្មណ៍ខ្លាំងដោយសារគិតអំពីសុវត្ថិភាពនិងសុខភាព2សុវត្ថិភាពសម្រាប់កសិករផ្ទាល់កសិករមិនប៉ះពាល់ថ្នាំពុលព្រោះមិនប្រើឬបាញ់ថ្នាំគីមីលើបន្លែរបស់ខ្លួន3រក្សាគុណភាពដីនិងបរិស្ថានជីធម្មជាតិធ្វើឲ្យដីមានជីវជាតិការប្រើមធ្យោបាយធម្មជាតិកាត់បន្ថយការបំពុលទឹកនិងដី4ដីមានសុខភាពល្អមាននិរន្តរភាពធ្វើឲ្យប្រព័ន្ធកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ5តម្រូវការទីផ្សារកំពុងកើនឡើងព្រោះអ្នកបរិភោគចង់បានបន្លែសុវត្ថិភាពសម្រាប់សុខភាពដូចនេះផលិតផលសរីរាង្គអាចឲ្យកសិករមានទីផ្សារល្អដែលអាចរកប្រាក់ចំណូលបានច្រើន